system បូកជាមួយនឹង database ឥឡូវនេះខ្ញុំមកសូមបង្ហាញអំពី logic controller ខ្ញុំមានដូចជា category controller ហើយមាន controller customer controller មានទាំង dashboard external controller PA controller product controller report controller ហើយ return controller save controller setting stock និង user រោទាំងអស់នេះគឺជារោដែលខ្ញុំសូមអំពីការលក់ដំណេញអាជីវកម្មមួយយើងអស់មកក្រៅមកក្រៅទៀតមកនេះជា model នេះគឺមានតំណែងជាមួយ database វាមានដូចគ្នាដែល data ទាំងអស់នេះបញ្ចូលទៅក្នុង database នេះតែខ្ញុំសូមបង្ហាញតាមទៀតមកមាននឹង bootstrap database ហើយបច្ចេករបស់ខ្ញុំនេះដែរវាបូកជាមួយនឹង React ដែរនេះជា layout UI របស់ system មួយនឹងមានទាំង PS នេះជាកន្លែងសម្រាប់លក់ហើយកន្លែងបញ្ចេញ invoice កន្លែង edit select PHP អានេះកន្លែង report វាមានច្រើនទៀតវាមានទាំង return stock ទៅវិញ sell setting stock វាសិតតែជា layout ឥឡូវកុំឲ្យនៅយូរយើងក្រៅពីនេះទៀតកន្លែងនេះជាកន្លែងenv explain នេះជាកន្លែងខ្ញុំ connect ជាមួយ database ដែលឈ្មោះ database របស់ខ្ញុំឈ្មោះ PS system ចូលទៅមើល website ទាំងអស់គ្នាមកwebsite យ៉ា PH server មើលឃើញទេឥឡូវយើងចូលទៅមើលទៅក្នុង website ទាំងអស់គ្នាហ្មងទៅពីនេះមួយបើកទៅចឹងនេះជា form សម្រាប់ login system user នេះយើងអាច add row ឬ add user ថែមបានឬ change password នេះចូលក្នុង system នេះជា dashboard ដែលខ្ញុំបង្ហាញមិញនេះជា PS តែសម្រាប់លក់នេះកន្លែងនេះជាកន្លែង sell សម្រាប់មើល invoice ដែលយើងលក់វាមានទាំង date កន្លែងនេះកន្លែង cash កន្លែង customer នេះ event return event return ហ្នឹងមានន័យថា event ដែលអតិថិជនអត់ពេញចិត្តយក event ត្រឡប់ទៅវិញបាននេះជា product នេះជាផលិតផលនេះជាចំនួន stock item សម្រាប់លក់ឧទាហរណ៍ item នេះអត់ stock យើងលក់អត់កើតទេតោះយើង add stock កើត add stock ថែមនេះជា supplier សម្រាប់ add ឧទាហរណ៍យើងជាអ្នកលក់មួយយើងត្រូវការម៉ួយដើម្បីដាក់ event របស់យើងអញ្ចឹងកន្លែងនេះជា supplier ដែលឈ្មោះឬemail ឬ phone សម្រាប់ contact ទំនាក់ទំនងអញ្ចឹងនេះ customer នេះជាអតិថិជនដែលយើងលក់ឲ្យកន្លែងសម្រាប់លក់កន្លែង PS កន្លែង report នេះជាកន្លែងសម្រាប់មើលលក់ទំនិញក្នុង date ក្នុងមួយនៅថ្ងៃកន្លែង apply សម្រាប់យើងអាចមើលបានតើយើងលក់ចាប់ពីថ្ងៃនេះដល់ថ្ងៃនេះមានចំនួនប្រមាណហើយនេះជាកន្លែង user សម្រាប់ login system កន្លែង setting នេះជាកន្លែងកំណត់ឈ្មោះពេលកន្លែងចេញ invoice ឥឡូវខ្ញុំតែឲ្យមើល
អូខ្ញុំទេក្នុងការលុបបដាកមួយនេះខូកាជិត add កន្លែង mode payment នេះអាចចាប់ជា cash ឬជា bank បានខ្ញុំចុចពាក្យ confirm នេះកន្លែងជា invoice សម្រាប់លុបខ្ញុំអាចចុច print បានចុច sell order ថ្មីតំណែងដែលកកាដែលខ្ញុំលក់មិញហ្នឹងវាទៅជាមួយ database ឥឡូវខ្ញុំទៅបើក database item ជា product ដែលខ្ញុំលក់មិញនេះជាម៉ោងកូកា1លីត្រឥឡូវខ្ញុំទៅតេស្ត item មួយទៀតចុងក្រោយជានេះវាមក item ដែលខ្ញុំចុចលក់មិញវាចូលទៅក្នុង database វីដេអូដែលខ្ញុំសូមមានតែប៉ុណ្ណឹងទេ